ថ្លែងពីកូនប្រុសដែលធ្លាប់ធ្វើឲ្យម៉ែយំដើរលេងទិញផ្ទះជាមនុស្សរកក្រៅសង្គមធ្វើឲ្យអ្នកម៉ែបារម្ភព្រោះតែកូនប្រុសម្នាក់នេះមានស្រីល្បែងស្រាញៀនមកភ្លេចអ្នកមានគុណញៀនខ្លាំងហ៊ានលួចឆក់ប្លន់យកលុយចេញចាំមិត្តភក្តិថ្ងៃនេះញ៉ាំខ្លួនពេលដែលដៃចប់ក្នុងច្រវាក់ភ័យពេកទឹកភ្នែកហូរស្រង់ទើបកូននឹកឃើញដល់ម៉ែកូនសុំតកូនខំហើយណាម៉ែកូនប្រុសនេះមិនល្អទេអាកតញ្ញូសាមញ្ញថ្ងៃនេះជួបហើយអំពើដែលកូនបានសាងសន្យាថានឹងកែខ្លួនថ្ងៃដែលកូនចេញពីគុកនេះគឺរឿងពិតសូមមិត្តកុំធ្វើតាមឡើយដូចខ្ញុំលទ្ធផលចុងក្រោយដេកកោយថ្មនៅក្នុងគុកត្រូវធ្វើមនុស្សល្អស្ដាប់បំក៏មិនដែរឪពុកជីវិតរួមមានក្តីសុខអនាគតល្អរុងរឿង សុខ